រឿងព្រះរាជកុមារ4អង្គត្រូវជ្រើសយកមួយអង្គសោយរាជ្យមាននិទានមួយថាមានព្រះរាជកុមារ4អង្គចេញទៅរករៀនសិលសាស្ត្រឯក្រុងតក្កសិលាមហានគរលុះរៀនសិលចប់សពគ្រប់ហើយត្រឡប់វិលវឹងមកឈប់សម្រានក្នុងឧទ្យានមួយកាលនោះមានព្រះមហាក្សត្រនគរដទៃមួយសោយព្រះទីវង្គតហើយអត់អ្នកណានឹងធ្វើជាស្ដេចសោយរាជ្យស្នងព្រះមហាក្សត្រនោះទៅព្រាហ្មណ៍អ្នកប្រាជ្ញរាជបុរហិតមុខមន្ត្រីសេនាបតីកវីបណ្ឌិតប្រធាមាត្រទៅបោះសរុតអធិដ្ឋានផ្សងរោគអ្នកមានបុណ្យដើម្បីទទួលយកមកឲ្យសោយរាជសម្បត្តិគ្រប់គ្រងព្រះនគរនោះកាលផ្សងទៅបោះសរុតនោះពុំទៅរំលងឧទ្យាននោះឡើយពួកបុរហិតចូលទៅមើលយល់ព្រះរាជបុត្រទាំង4ព្រះអង្គគង់នៅទីនោះក៏យកទឹកស្រង់ទាំង4ព្រះអង្គហើយអញ្ជើញចេញមកទៅព្រាហ្មណ៍អ្នកប្រាជ្ញរាជបុរហិតនិងមុខមន្ត្រីសេនាបតីកវីបណ្ឌិតប្រធាមាត្រទាំងនេះពិចារណាគ្នាថារាជកុមារទាំង4ព្រះអង្គនេះយើងនឹងយកព្រះអង្គណាជាអង្គម្ចាស់យើងព្រាហ្មណ៍អ្នកប្រាជ្ញបុរហិតអំបាលនោះគិតធ្វើជាប្រស្នាពិសោធន៍រាជកុមារទាំង4ថារាជកុមារឯណាមានបុណ្យប្រកបដោយលក្ខណៈត្រូវបានជាស្ដេចគិតដូច្នេះហើយព្រាហ្មណ៍អ្នកប្រាជ្ញទាំងនោះក្រាបបង្គំទូលថាបបិទ្ធព្រះរាជកុមារទាំង4ព្រះអង្គយើងខ្ញុំនឹងនិទានរឿងមួយថ្វាយព្រះអង្គសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ហើយព្រាហ្មណ៍និទានថាមាននគរមួយមានរាជធីតា4ព្រះអង្គនាងទី1មានរូបឆោមល្អប្រពៃនាងទី2ចេះវត្តប្រតិបត្តិហើយចេះប្រដាប់ភោជនាហារដ៏មានរសឆ្ងាញ់ពិសានាងទី3ចេះផ្គត់ផ្គង់សារពើត្រប់ផងរក្សាទុកមិនឲ្យខ្ជះខ្ចាយនាងទី4ចេះប្រដៅខ្ញុំកំដរផងចេះចាយទ្រព្យឲ្យទានសាមណព្រាហ្មណ៍និងស្មោមយាចកផងបើនាងទាំង4សុទ្ធតែប្រកបដោយលក្ខណៈទីតីដូច្នេះតើព្រះអង្គទាំង4សពរាជហឫទ័យនឹងយកនាងណាជាព្រះរាជទេពីនៃព្រះអង្គព្រះរាជកុមារទី1មានព្រះបន្ទូលថានាងដែលមានរូបល្អនោះគួរជារាជទេពីព្រះរាជកុមារទី2ថានាងដែលមានវត្តប្រតិបត្តិចេះប្រដាប់ភោជនាហារដ៏មានរសឆ្ងាញ់ពិសានោះគួរជារាជទី2ព្រះរាជកុមារទី3ថានាងដែលចេះផ្គត់ផ្គង់សារពើទ្រព្យរក្សាទុកមិនឲ្យខ្ចាត់ចាយនោះគួរជារាជទី2ព្រះរាជកុមារទី4ថានាងដែលចេះប្រដៅខ្ញុំកំដរផងចេះចំណាយទ្រព្យផ្គត់ផ្គង់សាមណព្រាហ្មណ៍ភនាចារ្យនិងឲ្យទានស្មោមយាចកផងនោះគួរបានជារាជទី2ទៅអស់ព្រាហ្មណ៍អ្នកប្រាជ្ញរាជបុរហិតនៅមុខមន្ត្រីសេនាបតីកវីបណ្ឌិតប្រធាមាត្រទាំងនោះទទួលយកព្រះរាជកុមារអង្គក្រោយដែលសពរាជហឫទ័យចំពោះនាងដែលចេះបង្កប់បញ្ជាប្រដៅខ្ញុំកំដរផងចេះរក្សាទ្រព្យផ្គត់ផ្គង់សាមណព្រាហ្មណ៍និងឲ្យទានស្មោមយាចកផងនោះឯងអភិសេកឡើងជាស្ដេចសម្រេចដោយនៅប្រការអំបាលនេះហោងដកស្រង់នឹងកែសម្រួលពីសៀវភៅរឿងព្រេងខ្មែរភាគទី3ទំព័រ39ដល់40